សូមជម្រាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីមុខងារតេឡេបញ្ជាម៉ូទ័រវាំងនននិងម៉ូទ័របឡាញរបស់ក្រុមហ៊ុន MEC តេឡេនេះមាន6ប៉ុស្តិ៍ដែលមានសមត្ថភាពភ្ជាប់និងបញ្ជាម៉ូទ័របានចំនួន6ទីតាំងផ្សេងគ្នាក្នុងពេលតែមួយឬក្នុងពេលផ្សេងគ្នាបាននេះជាផ្ទៃខាងមុខនៃតេឡេបញ្ជាផ្នែកខាងលើនៃផ្ទៃខាងមុខមានលេខ Digital បង្ហាញប៉ុស្តិ៍ដែលភ្ជាប់ម៉ូទ័រគឺមានលេខ1ដល់លេខ6ផ្នែកកណ្ដាលនៃផ្ទៃខាងមុខរបស់តេឡេមានប៊ូតុង4សំខាន់ប៊ូតុងដែលមានសញ្ញាទៅលើជាទូទៅសម្រាប់បញ្ជាបើកវាំងននប៊ូតុងដែលមានសញ្ញាដកប្រើសម្រាប់បញ្ឈប់ម៉ូទ័រឬវាំងននក្នុងទីតាំងជាក់លាក់ណាមួយប៊ូតុងដែលមានសញ្ញាទៅក្រោមជាទូទៅសម្រាប់បញ្ជាបិទវាំងននចំណែកប៊ូតុងដែលមានសញ្ញាទៅមុខសម្រាប់ជ្រើសរើសលេខប៉ុស្តិ៍តេឡេដើម្បីកំណត់ឬបញ្ជាម៉ូទ័រណាមួយហើយនេះជាផ្នែកខាងក្រោយនៃតេឡេបញ្ជាផ្នែកខាងក្រោយបែងចែកជាពីរផ្នែកធំផ្នែកខាងលើជាផ្នែកបិទជិតសម្រាប់ផ្ទុកប្រព័ន្ធបញ្ជាហើយផ្នែកខាងក្រោមដែលមានសន្ទះអាចបិទបើកបានសម្រាប់ផ្ទុកថ្មនិងប៊ូតុងកំណត់បញ្ជាដើម្បីបើកសន្ទះនេះត្រូវសង្កត់លើផ្ទៃសន្ទះរួចរុញចុះក្រោមខ្លាំងបន្តិចនោះសន្ទះនឹងបើកក្រោយដកសន្ទះចេញនឹងឃើញមានទីតាំងផ្ទុកថ្មទំហំ A3 ដងចំនួន2គ្រាប់និងប៊ូតុងតូចៗដែលមានអក្សរ P ចំនួន2គឺ P1 ជាប៊ូតុងកូដនិង P2 ជាប៊ូតុងកំណត់ដើម្បីដំណើរការតេឡេសូមដាក់ថ្មចំនួន2គ្រាប់ដែលមានថាមពលដោយប៉ូលដកត្រូវដាក់ជាប់នឹងបង្គោលរស័រដើម្បីបិទសន្ទះត្រូវដាក់គន្លឹះសន្ទះឲ្យចំកណ្ដាលរួចសង្កត់បន្តិចហើយរុញឡើងទៅលើជាការស្រេចមួយទៀតក្នុងករណីដែលយើងចង់ឡុកប៉ុស្តិ៍ណាមួយយើងចុចទៅលើ P2 ទៅហើយជ្រើសរើសលេខប៉ុស្តិ៍ដែលយើងចង់ឡុកបន្ទាប់មកចុចសញ្ញាដកនៅលើតេឡេហ្នឹងយើងនឹងអាចឡុកលេខប៉ុស្តិ៍ណាមួយដែលយើងចង់ឡុកបានហើយ